សួស្តីបងប្អូនជនរួមជាតិនេះគឺជាទស្សនវិជ្ជានៅស្រុកស្រែបងប្អូនពេលល្ងាចម៉ោង 6 ឥឡូវឃើញថាទេសភាពវាលស្រែវាលស្រូវគឺខៀវស្រងាត់បងប្អូនណានេះដាច់កតុយភ្នែកបងប្អូនហើយអារម្មណ៍មួយនេះអ្នកដែលធ្លាប់ហៅថានៅស្រែហើយធ្លាប់ធ្វើស្រែចម្ការចុះទៅដល់ទីណាឃើញទស្សនវិជ្ជាបែបនេះនឹកឃើញសំណោះខ្លួនកាលនៅពីក្មេងៗឬមួយក៏នៅពេលដែលនៅធ្វើស្រែចម្ការអញ្ចឹងណាបងប្អូនហ្នឹងហើយនេះទេសភាពត្រជាក់ភ្នែកបងប្អូនណាពីមុនស្រូវនឹងចិត្តងាប់ហើយបងប្អូនរៀង2ខែឡើងក្រហមឥឡូវប្រហែលជាភ្លៀងបាន 4-5 ថ្ងៃនេះគឺថាលុះឡើងវិញតែប៉ុណ្ណេះរស់ហើយនឹងជីវិតអ្នកស្រែគឺបែបហ្នឹងណាបងប្អូនពឹងទៅលើទឹកពឹងទៅលើភ្លៀងណាបងប្អូនបើអត់ភ្លៀងទេដឹងស្រូវសន្ទូងស្រូវពន្រោះហ្នឹងគឺស្លាប់អស់ហើយពេលដែលឃើញភ្លៀងមកអញ្ចឹងសប្បាយអស់ណាស់ដោយសារតែសារស្រូវយើងបានរស់ឡើងវិញវាមិនខាតអញ្ចឹងណាបងប្អូនហើយសង្ឃឹមថាឆ្នាំនេះតម្លៃស្រូវនឹងបានថ្លៃទៅចុះហ្នឹងហើយដូចជាឆ្នាំកន្លងផុតទៅនេះ1គីឡូ400 500 600អស់ទៅ100នេះស្រូវស្រែស្រូវធម្មជាតិថោកមែនតើណាបងប្អូនបើនិយាយពីខាតវិញខាតជាងពាក់កណ្ដាលហើយបើសិនជាឆ្នាំនេះថោកទៀតចប់ហើយប្រជាពលរដ្ឋយើងអ្នកអាស្រ័យធ្វើស្រែចម្ការនោះគឺសូន្យហើយគូណាតែក្រសួងគេហៅថាក្រសួងកសិកម្មក៏ដូចជាក្រសួងពាក់ព័ន្ធទៅបញ្ហាកសិផលរបស់ប្រជាពលរដ្ឋហ្នឹងគូទៅរកទីផ្សារណាមួយឲ្យសមរម្យកុំជន់កុំជីកជន់កប្រជាពលរដ្ឋខ្លួនឯងដើម្បីតែប្រយោជន៍បុគ្គលឲ្យគិតពីប្រយោជន៍រួមរបស់ជាតិរបស់ប្រជាជាតិព្រោះប្រជាជាតិហ្នឹងគឺធំណាស់ប្រទេសដែលអត់មានប្រជាជនច្រើនឬក៏អត់មានប្រជាជនរស់នៅក៏គ្មានប្រទេសក៏គ្មានអ្នកគ្រប់គ្រងក៏គ្មានក្រសួងដែរដូច្នេះសូមដែលក្រសួងពាក់ព័ន្ធនេះគឺគិតគូរទៅដល់ជីវភាពប្រជាពលរដ្ឋឲ្យបានមែនទែនជារឿងសំខាន់ណាស់តែបើរស់ស្លាប់ហើយបើរាស្លាប់ហើយរត់ក៏មិនទៅមករួចដែរគឺដួលដូចតែគ្នាទេរត់ខ្លាំងបានគឺអាស្រ័យលើរាសបងប្អូនឲ្យរត់រាសជាអ្នកបោះឆ្នោតឲ្យរត់ដឹកនាំដើម្បីរកទីផ្សារឲ្យពួកគាត់ចុះបើអស់លោកមិនខ្វល់ផងគាត់ឲ្យគាត់រស់យ៉ាងម៉េចនៅក្នុងវីដេអូនេះក៏ខ្ញុំក៏សូមផ្ញើទៅដល់ថ្នាក់ដឹកនាំផ្នែកក្រសួងដែលពាក់ព័ន្ធជាមួយនឹងតម្លៃស្រូវឆ្នាំនេះសូមឲ្យជួយគាត់ឲ្យអស់ពីសមត្ថភាពរបស់ក្រសួងបើមិនដូច្នេះទេប្រជាពលរដ្ឋយើងចប់ហើយអ្នកដែលធ្វើស្រែចម្ការព្រោះថាប្រជាពលរដ្ឋដែលពឹងផ្អែកទៅលើដំណាំកសិផលស្រែចម្ការនេះស្ទើរតែ 90% ទៅហើយនៅក្នុងប្រទេសហ្នឹងហើយខ្ញុំនិយាយនេះគូស្ដាប់បានទាំងអស់គ្នាហើយហ្នឹងហើយម្យ៉ាងខ្ញុំចង់ឲ្យបងប្អូនមកពីទស្សនវិជ្ជាស្រុកស្រែចម្ការពេលល្ងាចអញ្ចឹងណាអ្នកដែលធ្លាប់ធ្វើស្រែចម្ការក៏នៅក្មេងៗឬក៏អ្នកដែលផ្លាស់ទីកន្លែងដែលជីវភាពគ្រាន់បើទៅនៅទីក្រុងឲ្យមើលពីអនុស្សាវរីយ៍ស្រែចម្ការផងបងប្អូនទាំងឲ្យតម្លៃប្រជាកសិករផងសូមអរគុណសូមគោរពលា